តើយើងគូប្រើ strategy មួយណាដើម្បីចូលផ្សារយើងគូប្រើ strategy ICT concept ឬមួយក៏ SMC ឬក៏ CRT បាទសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយអំពីសំណួរបងប្អូនចោទមកសួរខ្ញុំច្រើនទាំងអ្នកដែលរៀនជាមួយខ្ញុំក្តីទាំងបងប្អូននៅក្នុងបណ្ដាញសង្គម TikTok ក្តីបាទមានសំណួរចោទសួរថាតើយើងពេលដែលយើងចូលវិភាគសារហ្នឹងតើយើងគួរតែប្រើ strategy គេបាទប្រើយុទ្ធសាស្ត្រអីគេបាទយើងប្រើយុទ្ធសាស្ត្រ ICT ឬក៏ប្រើយុទ្ធសាស្ត្រ SMC ឬមួយក៏ប្រើយុទ្ធសាស្ត្រ CRT បាទអញ្ចឹងនៅក្នុងនេះខ្ញុំនឹងធ្វើការបកស្រាយបាទជូនទៅកាន់បងប្អូនយុទ្ធសាស្ត្រណាក៏ដោយឲ្យតែបងប្អូនច្បាស់បាទពាក្យថាច្បាស់មានន័យថាឧទាហរណ៍ថាបងប្អូនរៀនតែយុទ្ធសាស្ត្រ ICT សុទ្ធមានន័យថាបងប្អូនរៀនតែយុទ្ធសាស្ត្រ ICT ទេ CRT និង SMC បងប្អូនអត់រៀនបាទអញ្ចឹងប្រសិនបើ ICT ហ្នឹងបងប្អូនចាប់មានន័យថាបងប្អូនចាប់ចំណុចរបស់វាបានចាប់ពីមូលដ្ឋានគ្រឹះសំខាន់ចំណុចពិសេសមានន័យបងប្អូនចាប់បានទាំងអស់ហើយអញ្ចឹងខ្ញុំគិតថាសម្រាប់យុទ្ធសាស្ត្រមួយនេះគឺបងប្អូនអាចចូលផ្សារបានបាទមិនមែនបងប្អូនមានយុទ្ធសាស្ត្រច្រើនហើយបងប្អូនអាចចូលផ្សារចំណេញទេហើយក៏មិនមែនបងប្អូនមានយុទ្ធសាស្ត្រតិចហ្នឹងបងប្អូនចូលផ្សារខាតដែរពេលខ្លះបងប្អូនរៀនច្រើនយុទ្ធសាស្ត្រច្រើនប៉ុន្តែចូលផ្សារអត់ដឹងថាចូលត្រង់ណាដោយសារតែយុទ្ធសាស្ត្ររបស់យើងច្រើនពេកវាធ្វើឲ្យចិត្តរបស់យើងរីរេបាទអញ្ចឹងមិនមែនខ្ញុំនិយាយនេះអត់ឲ្យបងប្អូនចេះបាទអត់ឲ្យបងប្អូនរៀនយុទ្ធសាស្ត្រផ្សេងទេបងប្អូនរៀនដូចគ្នាណារៀនទៅណាយុទ្ធសាស្ត្រ ICT SMC CRT បងប្អូនរៀនទៅតែយើងត្រូវតែយកចំណុចនៃយុទ្ធសាស្ត្រមួយហ្នឹងតើមួយណាដែលវាមាន win rate ខ្ពស់ជាងគេមានន័យថាតកតងជាមួយនឹងអភិរយដែលយើងចូលផ្សារទៅត្រូវណាព្រោះយុទ្ធសាស្ត្រមួយមុននឹងយើងយកមកប្រើយើងត្រូវធ្វើ bake test វាយើង bake test វាចុះឡើងបាទមើលវាតើនៅក្នុង10គេហៅថា10ការវិភាគរបស់យើងនៅក្នុងយុទ្ធសាស្ត្រមួយហ្នឹងតើវាមាន win rate ប្រមាណវាមានគេហៅថាការត្រូវប្រមាណអញ្ចឹងបើសិនជាអូខេបើសិនជាយើងយកយុទ្ធសាស្ត្រមួយមកប្រើ win rate ខ្ពស់អូខេយើងកត់ចំណាំវាទុកយើងប្រើយុទ្ធសាស្ត្រហ្នឹងយកមួយបន្តមកទៀតយើងត្រូវរៀនយុទ្ធសាស្ត្របន្ថែមទៀតយើងត្រូវបែកតេស្តរហូតបាទហើយទើបយើងយកមកគុំគ្នាប្រើតើយុទ្ធសាស្ត្រមួយណាដែលវាទទួលបានផលចំណេញច្រើនជាងត្រូវច្រើនជាងអាហ្នឹងបងប្អូនបាទមិនមែនថាអូខេឥឡូវបងប្អូនរៀនចេះ ICT ចប់មករៀន SMC ចប់រៀន CRT បាទហើយបងប្អូនយកយុទ្ធសាស្ត្រទាំងអស់ហ្នឹងមកប្រើចូលគ្នាពេលខ្លះវាអត់ត្រូវទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់ការវិភាគផ្សារនៅក្នុងការវិភាគមួយប្រើយ៉ាងច្រើនបំផុត5បាទ5ទៅ7ឬក៏អាចខ្ពស់ជាងច្រើនជាងហ្នឹងយុទ្ធសាស្ត្រណាបងប្អូនបាទពីការចាប់តំបន់ពីការមើលលំហូរពីការមើល candle ផ្សេង pattern ផ្សេងអញ្ចឹងទៅអាហ្នឹងគឺយើងត្រូវប្រគំគ្នាបាទអញ្ចឹងប្រកាសជាចោទសួរទៀតថាតើយើងគូចំណាយពេលរៀនទៅលើវាប៉ុន្មានវាចំណាយពេលវាសម្រាប់ការចំណាយពេលវាយូរបាទព្រោះឯមេរៀនទាំងអស់ហ្នឹងមិនមែនបងប្អូនសុទ្ធតែបងប្អូនរៀនឥឡូវចេះឥឡូវទេបាទហើយមានបងប្អូនយើងទៀតចូលមករៀនមួយខ្ញុំគាត់សួរថាតើវីដេអូណាមើលហើយឆាប់ចេះវីដេអូណាមើលហើយឆាប់យល់ឆាប់បាន trade បាទអញ្ចឹងខ្ញុំឆ្លើយតបទៅវិញថាវាអត់មានវីដេអូណាបើសិនជាវីដេអូបើសិនជាមេរៀនហ្នឹងមាន5មេរៀនហើយមេរៀនហ្នឹងមើល5មេរៀនហ្នឹងទៅបងប្អូនអាច trade បានមកបើសិនជាមាន5ហ្នឹងគឺខ្ញុំអត់ចំណាយពេលទៅបង្កើតវីដេអូ2-300វីដេអូដើម្បីបងប្អូនរៀនទេមេរៀនវាប្រតិកលាគ្នាបងប្អូនណាវាប្រតិកលាគ្នាអញ្ចឹងទៅអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃវាប្រែប្រួលវាផ្លាស់ប្ដូរលំហូរវាទៅបែបណាអញ្ចឹងទៅអញ្ចឹងយើងត្រូវតែតាមវារាល់ថ្ងៃបាទអញ្ចឹងមេរៀនអត់អស់ទេបាទពីមួយថ្ងៃទៅមួយថ្ងៃគឺវាមានលំហូរផ្សេងពីគ្នាអញ្ចឹងទៅវាមានយុទ្ធសាស្ត្រផ្សេងចូលថែមទៀតអញ្ចឹងទៅបាទអញ្ចឹងវាអត់មានថា3-4វីដេអូឲ្យបងប្អូនមើលទៅចេះទេបាទអញ្ចឹងវីដេអូមួយនេះប្រហែលជាវែងអញ្ចឹងខ្ញុំបញ្ជាក់ជូនទៅកាន់បងប្អូនស្និទ្ធយុទ្ធសាស្ត្រមួយណាបងប្អូនពូកែយុទ្ធសាស្ត្រមួយណាបងប្អូន trade យុទ្ធសាស្ត្រមួយហ្នឹងទៅបាទកុំខ្វល់ថាអូខេខ្ញុំចេះ ICT ហើយទៅមើលមិត្តភក្តិរបស់ខ្ញុំគាត់ trade ទៅលើ CRT មកវាអត់ជាបញ្ហាសំខាន់អ្នកណា profit ជាងកុំឲ្យគេ trade CRT profit ជាងយើង trade ICT បាទសំខាន់យើងមាន confidence លើខ្លួនឯងសំខាន់យើងចាត់ទុករូបមន្តដែលយើងកំពុងតែរៀនហ្នឹងបាទជាគោលសំខាន់ធ្វើតាមគ្រូបាទធ្វើតាមអ្នកណែនាំឬក៏តាមខូចឬក៏តាមអ្នកណាដែលបងបានរៀនជាមួយហើយយកទៅអនុវត្តវាយុទ្ធសាស្ត្រមួយណាក៏អាចកើ profit បានដែរឲ្យតែយើងច្បាស់បាទឲ្យតែយើងច្បាស់បាទអញ្ចឹងចម្លើយបងចេះយុទ្ធសាស្ត្រណាបងពូកែយុទ្ធសាស្ត្រណាបងគិតថាខ្លួនឯងធ្វើបានយុទ្ធសាស្ត្រមួយណាប្រើមួយនឹងទៅកុំខ្វល់បាទកុំខ្វល់បាទអូខេជាចុងក្រោយសម្រាប់បងប្អូនដែលចង់សិក្សាអំពីទីផ្សារ Forex ចង់រៀនចង់ចេះចង់ដឹងបាទចង់ចាប់ផ្ដើមចង់រៀនពីយុទ្ធសាស្ត្រអីផ្សេងបងប្អូនអាចចូលរៀនជាមួយខ្ញុំដែលគេថ្លៃបានបាទខាងយើងមានជាមេរៀនស្រាប់ទុកសម្រាប់បងប្អូនរៀនហើយយើងកំពុងតែមាន promotion ដល់ឆ្នាំនេះបាទ promotion ហ្នឹងគឺតាមពិតទៅ
ក្នុងឆ្នាំ2025នេះខ្ញុំត្រូវបរិញ្ញាយល់លុយប៉ុន្តែខ្ញុំបើកមួយឆ្នាំទៀតចូលឆ្នាំបន្ទាប់ទៀតអានឹងយើងចាំមើលជជែកគ្នាបន្ថែមទៀតបើសិនជាបងប្អូនយើងនៅតែមានចំនួនច្រើនក្នុងការចូលរួមអូខេខ្ញុំនៅតែបើកប៉ុន្តែពេលនេះបងប្អូនអាចចូលរៀនអត់គិតថ្លៃមួយខាងខ្ញុំឆាតមកឥឡូវភ្ជាប់គណនីរៀនឥឡូវបាទអរគុណច្រើនជម្រាបលា